យេថ្ងៃនេះខ្ញុំធ្វើបានដោយជោគជ័យទោះបីជាមិនបានដូចបោះប្រេនគេលក់100%យ៉ាងហោចណាស់ក៏ឆេងនឹងបោះគេ70 ទៅ 80% ដែរណាបងប្អូនតម្រាំបានជោគជ័យប៉ុណ្ណេះណាបងប្អូនអើយគឺខ្ញុំធ្វើ file 2 ទៅ 3 ដងខាត់ទាំងពេលវេលាខាត់ទាំងគ្រឿងផ្សំជាពិសេសណាបងប្អូនពេលធ្វើហើយសាច់មិនចុះត្រជាក់គឺសាច់ម្សៅខាងក្រៅគឺអត់ស្រួយទេបងប្អូនអើយទន់លបផ្លែកមកវិញណាតែជាស្ដែងថ្ងៃនេះគឺខ្ញុំធ្វើបានដោយជោគជ័យពិតជាសប្បាយចិត្តមែនទែនតើបងប្អូនកុំឲ្យរងចាំយូរទៅមើលពីគ្រឿងផ្សំក៏ដូចជារបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាចាថ្ងៃនេះគឺខ្ញុំមានសាច់ទ្រូងមិនបងប្អូនចំនួន1ដុំនេះគឺប្រហែលជា4ខាំយើងលាងទឹកមកយើងចាត់ជាដុំតូចៗមកល្មមរួមយើងចាត់ជាមិនក៏បានដែរបងប្អូនតែខ្ញុំចាត់ដុំតូចៗប៉ុណ្នេះដើម្បីឲ្យកូនគាត់ស្រួលកាន់ហូបចឹងណាមុនដំបូងគឺខ្ញុំយកទ្រូងមិនទាំងអស់ត្រូវប្រឡាក់គ្រឿងជាមុនសិនប្រឡាក់គ្រឿងគឺប្រឡាក់មុខតិចបានហើយគ្រឿងផ្សំក៏មានឲ្យច្រើនដែរបងប្អូនខ្ញុំប្រើម្សៅស៊ុបខ្នុរគឺកន្លះស្លាបព្រាបាយខ្ទឹម 4-5 កាពឹសយើងច្រាំឲ្យម៉ត់មកណាដើម្បីឲ្យសាច់មិនបំពងយើងមានរសជាតិកាន់តែឆ្ងាញ់គឺខ្ញុំប្រឡាក់លាយទៅដល់គោស្រស់បងប្អូនចំនួនកន្លះចានចង្កឹះផងដែរសាច់ទ្រូងមិនយើងប្រឡាក់គ្រឿងរួចរាល់ហើយគឺយើងផ្អាប់ទុករយៈពេល20 នាទីទៅកន្លះម៉ោងដើម្បីឲ្យទ្រូងមិនចូលជាតិជាមួយគ្រឿងផ្សំរបស់យើងបានល្អណាហើយបន្ទាប់មកទៀតគឺមានម្សៅបំពងស្រួយយើងប្រើម៉ាអីក៏បានហើយខ្ញុំដាក់ចំនួន3វែកចាហើយគ្រឿងផ្សំបន្ទាប់មកទៀតនេះគឺសំខាន់ដែរបងប្អូនយើងមិនអាចអត់បាននេះគឺទឹកធម្មតាយើងត្រូវត្រៀមមួយចានចាហើយបន្តមកទៀតគឺយើងចាប់ផ្ដើមស្រង់សាច់ទ្រូងមិនចេញមកបងប្អូនដើម្បីយកទៅប្រឡាក់ជាមួយម្សៅបំពងស្រួយចាហើយចំណុចនេះគឺជាសំខាន់បំផុតដែរបងប្អូនអាចមើលមួយហើយអាចធ្វើតាមរបៀបរបស់ខ្ញុំបានចាគឺយើងយកសាច់ទ្រូងមិនមកម្ដងយកមកប្រឡាក់ជាមួយម្សៅបំពងស្រួយចាគឺយើងប្រឡាក់បែបនេះមិនណាចាបន្តមកទៀតគឺយើងត្រូវយកទ្រូងមិននេះប្រឡាក់ជាមួយម្សៅបំពងស្រួយនោះរួចហើយគឺយើងយកទៅជ្រលក់ជាមួយទឹកធម្មតាហ្នឹងបងប្អូនយើងជ្រលក់មកភ្លក្សមកបន្តមកទៀតគឺយើងយកសាច់មិនរបស់យើងទៅប្រឡាក់ជាមួយម្សៅបំពងស្រួយមកតង់ទៀតណាបងប្អូនកាលណាយើងជ្រលក់ជាមួយទឹកបែបនេះណាបងប្អូនគឺធ្វើឲ្យសាច់ម្សៅជាប់ជាមួយសាច់មិនយើងគឺបានល្អមែនទែនបងប្អូនចានៅពេលដែលយើងប្រឡាក់ជាមួយម្សៅបំពងស្រួយយើងត្រូវលលាកជុះដូចខ្ញុំបែបនេះបងប្អូនបានដល់ពេលយើងបំពងឆ្អិនបានសាច់ម្សៅខាងក្រៅគឺរួញកញ្ញោរបស់គេលក់អញ្ចឹងណាចាហើយបន្ទាប់ពីយើងប្រឡាក់ជាមួយម្សៅបំពងស្រួយភ្លាមហើយក៏យើងត្រូវយកទៅដាក់បំពងភ្លាមដែរបងប្អូនបើយើងអត់ដាក់បំពងភ្លាមទេគឺសាច់មិនរបស់យើងចាញ់ទឹកមកវិញសើមផ្នែកម្សៅបំពងស្រួយខាងក្រៅហើយនៅពេលដែលយើងបំពងឆ្អិនហើយគឺធ្វើឲ្យសាច់មិនបំពងរបស់យើងគឺស្រួយអត់បានយូរទេណាបងប្អូនចាហើយនៅពេលបំពងយើងមើលតែខ្លាញ់យើងក្តៅខ្លាំងហើយចាំយើងចាប់ផ្ដើមទម្លាក់សាច់មិនរបស់យើងចូលណាចានេះបងប្អូនយើងមើលតែក្រហមសោះសាច់មិនរបស់យើងអស់ហើយយើងអាចលើកចេញបានហើយតែប៉ុណ្ណេះមួយគឺការបំពងសាច់មិនឬមួយក៏ខ្លះណាយើងហៅថាបំពងសាច់មិន KFC គឺបានរួចរាល់ហើយបងប្អូនមើលទៅគឺថាតំណងគួរឲ្យចង់ហូបមែនទេនោះណានេះឯងបងប្អូនអាម្សៅបំពងខាងក្រៅខ្ញុំចង់បានអារុញកញ្ញោចេះស្រួយខ្ញោកខ្ញុំធ្វើពីរដងហើយបងប្អូនបរាជ័យរហូតមិនដែលបានសាច់ម្សៅខាងក្រៅរុញកញ្ញោកញ្ញាញឲ្យស្រួយខ្ញោកចេះទេបងប្អូនហើយចាដូច្នេះហើយថ្ងៃនេះខ្ញុំធ្វើជោគជ័យក៏ខ្ញុំយកមកចែករំលែកដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាក្រែងលោមមានពុកម៉ែបងប្អូនណាចង់ធ្វើទុកឲ្យកូនចៅញ៉ាំណាចាគឺធានាបងប្អូនហើយមិនអើយពុកម៉ែបងប្អូនខកអំណងឡើយធ្វើតាមរបៀបខ្ញុំនេះគឺសាច់មិនបំពងរបស់យើងគឺស្រួយទុកបានរយៈពេល4 ទៅ 5 ម៉ោងរួមបានយូរសំណាំក្រាន់ដែរណាបងប្អូនសម្រាប់ទឹកជ្រលក់យើងចង់ជ្រលក់ជាមួយទឹកម្ទេសទឹកកំប៉ុស្តអីក៏បានដូចគ្នាហើយជាពិសេសណាបងប្អូនហើយពេលយើងហូបទៅគឺអត់មានអារម្មណ៍ថាកលឿនឬមួយក៏សាច់មិនយើងជក់ខ្លាញ់ណាបងប្អូននេសាទតែយើងបានប្រឡាក់ម្សៅស៊ុបខ្នុរជាមួយនឹងខ្ទឹមហើយនឹងទឹកដោះគោស្រស់ណាបងប្អូនសំខាន់គឺឈ្ងុយឆ្ងាញ់ណាបងប្អូនហើយនេះបងប្អូននេះឃើញទេសាច់ម្សៅមានសាច់ម្សៅគឺមើលទៅតំណងគួរចង់ញ៉ាំមែនទេឯសាច់មិនគឺជូស៊ីមានរសជាតិឆ្ងាញ់បងប្អូនព្រមមកញ៉ាំទាំងអស់គ្នាឆ្ងាញ់បងប្អូនបាយជម្រាបលា